សូមជូនរឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលកងភ្នំក៏នាំគ្នាចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយថាខ្ញុំនឹងដាក់អន្ទាក់នៅគល់ឈើនេះត្បិតគល់ឈើនេះមានត្បិតដើមឈើនេះមានផ្លែយប់សត្វចំណាំតែងតែមកស៊ីផ្លែឈើនៅទីនេះអ្នកមួយនេះឆ្លើយថាខ្ញុំក៏ចង់ដាក់អន្ទាក់នៅកន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើនេះហើយមានតែខ្ញុំដាក់នៅចុងឈើវិញរួចហើយចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សម្ដឹងនិយាយគ្នាហើយម្នាក់ដាក់នៅលើនឹងគល់ឈើម្នាក់ឡើងទៅដាក់នៅលើចុងឈើស្រេចហើយវិលត្រឡប់មកផ្ទះវិញលាគ្នាទៅផ្ទះរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅលើចុងឈើនោះលុះវិលដល់ផ្ទះវិញហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់នៅលើចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅដីទេឥឡូវនេះអញដាក់អន្ទាក់នៅលើចុងឈើតើធ្វើម្ដេចនឹងបានសត្វដូច្នេះត្រូវអញរលឹកពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញនៅលើចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកាត់ក្តីគង់តែនឹងដល់សុភាសេកមិនខានឡើយសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មន់រងាវរលឹកពីដេកលុបមុខស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមវិញក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់ទាំងអស់គ្នាអ្នកមួយឆ្លើយថាកុំរលាស់រលាំងថ្វីអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងហេតុការណ៍មុនហើយអ្នកទាំងពីរនិយាយគ្នាហើយចុះពីផ្ទះដើរចេញទៅលួដើរដល់អន្ទាក់មិនឃើញជាប់សត្វនៅដីឃើញជាប់តែនៅចុងឈើវិញចៅដែលជាម្ចាស់អន្ទាក់ចុងឈើថាណូមើលចុះមិនជឿខ្ញុំថាកុំដាក់នៅលើគល់ឲ្យជាប់នៅចុងវិញឥឡូវមើលរបស់អ្នកណាជាប់ណូហើយឡើងទៅដោះយកចុះមកនាំគ្នាវិលទៅផ្ទះក៏លាគ្នាមកផ្ទះដោយខ្លួនទៅឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនបងសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផ្សេងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅលើគល់ឈើខ្ញុំនេះជាមនុស្សវាចក្តីនេះគង់តែមកលោកដូច្នេះ
តាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចោះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសេកបានសាច់ក្តាន់ហើយឆ្លើយថាឯងទៅរកស្លាមលូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញបង្គាប់វាអញ្ចឹងដែរបើវាមិនទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយឯងប្រញាប់ទៅចោះឯអ្នកដាក់អន្ទាក់នៅគល់ឈើលួសវិលមកផ្ទះវិញហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកក៏បង្គាប់សេចក្តីដូចបង្គាប់ចៅមុនលួសព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយជាប់ទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសូភាទុនសាយសួរថាមានដំណើរអីបានជារត់លឿនដូច្នេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅលើគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់ដាក់នៅចុងឈើជាប់ក្តាន់មួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកថាអ្នកណារកអីវ៉ាន់យកទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងចោះសុភាទុនសាយឆ្លើយថាណាហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏លួសថ្ងៃរសៀលសុភាទុនសាយនាំទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះសេចក្តីចាញ់គេហើយសុភាទុនសាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាឡ័យតែចាំមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកគ្មានអ្នកណាដែលឃើញឬដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទុនសាយឆ្លើយថាពីជីដូនជីតាពីម៉ែឪបង្កើតមកនរណាដែលឃើញដែលលើថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់ឯអន្ទាក់នៅចុងឈើវិញហើយសัตว์ជើង4ផងដែរឬទេអស់អ្នកស្រុកនោះសុភាសេកស្ងៀមពុំហ៊ានតបទៀតទេសុភាទុនសាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់គេដោយសារខ្លួនជាអ្នកលមោបចំនួនសាច់ក្តាន់ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរសេចក្តីនេះចង់បញ្ជាក់ថាលោភឥតខ្មាស់វិនិច្ឆ័យច្បាប់បាទអរគុណច្រើនសម្រាប់ការស្ដាប់នៅការអាននៅរឿងស្ដីអំពីរឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាបាទអរគុណច្រើនហើយកុំភ្លេច Subscribe នៅ Channel នេះមួយផងដើម្បីស្ដាប់នៅរឿងនិទានក្រោយៗទៀតបាទអរគុណច្រើនជម្រាបលា